យកគ្នាយើងថ្មីហ្នឹងផ្ទុះរឿងរ៉ាវតាក់ទងនឹងពួកអាចោឈាមឆ្កាពួកកោស៊ីកលៀនហ្នឹងមែនតើគ្នាយើងដោយសារតែពួកវាបានយករូបដែលឲ្យបងប្អូនស្រីដែលថាពួកគាត់លេង TikTok ហ្នឹងពួកវាបានយកទៅកាត់រូបភាព AI ដែលថាក្រាតកាយវាយកទៅផុសលក់ផុសចែកគ្នាវាមើលអញ្ចឹងទៅពួកអានេះវាពិតជាកំណាត់ឆ្កែមែនតើគ្នាយើងខ្ញុំខឹងខ្ញុំក្តៅក្រហាយខ្លាំងមែនតើខ្ញុំប្រាប់ឲ្យថា account នេះខ្ញុំអត់ slow ទេអញ្ចឹងខ្ញុំចេញមកជេរពួកអាហ្នឹងអាណានេះហ្មងដោយសារតែពួកវាហ្នឹងគឺពិតជាថោកខ្លាំងមែនតើគ្នាយើងពួកវាប្រហែលជាអត់មានម៉ែអត់មានប្អូនស្រីឬមួយក៏បងស្រីទេគ្នាយើងហើយវាក៏មិនប្រហែលជាមិនកើតមកពីពោះម៉ែវាដែរដោយសារតែពួកវាហ្នឹងគឺថោកទាបខ្លាំងមែនតើពួកវាចូលចិត្តមើលអញ្ចឹងដោយសារតែពួកវាកើតមកពីគល់ឈើគល់សាឡាវអញ្ចឹងពួកវាអត់ស្គាល់អីដែលថារឿងអញ្ចឹងទេអញ្ចឹងពួកវាចង់ដឹងពួកវាចង់ឃើញពួកវាចង់មើលមែនតើអញ្ចឹងពួកអានេះពិតជារោគចិត្តខ្លាំងមែនតើមិនរោគចិត្តរោគប៉ែតរោគកៅរោគមលៀនតែម្ដងគ្នាយ៉ាងខ្ញុំពិតជាក្តៅក្រហាយខ្លាំងមែនតើខ្ញុំអត់ទ្រាំបានខ្ញុំត្រូវតែចេញជេរពួកអាហ្នឹងតែម្ដងចុះហាឲ្យពួកឯហ្នឹងអត់មានម៉ែអត់មានឪទេមែនតាំងពីកើតមកអត់មានម៉ែឪចេះបដាយទេបានចេះតែធ្វើកំណត់ថោកអញ្ចឹងខ្ញុំអត់យល់តែម្ដងនេះយើងថាវាអត់មានគ្រប់សិតគេគឺជាស្រីគឺជានារីខ្មែរអ្នកនរគ្នាវាអត់មានគិតដល់រឿងណាទាំងអស់ហ្នឹងតែម្ដងពួកវាគិតតែរឿងថោកទាបអញ្ចឹងហើយវីដេអូហ្នឹងខ្ញុំសូមចេញនិយាយជេរតាពួកហ្នឹងតែប៉ុណ្្នឹងទេព្រោះថាខ្ញុំវាក្តៅក្រហាយខ្លាំងពេកខ្ញុំឃើញវីដេអូដែលបងគាត់ផុសហើយខ្ញុំតបអារម្មណ៍បានទេគ្នាយើងព្រោះថាពួកវាហ្នឹងវាចរិតថោកទាបពេកអញ្ចឹងពីខ្ញុំរ៉េណូមានតែប៉ុណ្្នឹងទេបាយបាយ